ឆ្នាំដឹកនាំសហព័ន្ធកីឡាហាត់គីឡូកម្ពុជាបដិញ្ញានឹងពង្រឹងបន្ថែមនៅចំណុចខ្វះខាតបើទោះបីជាដណ្ដើមបានមេដាយលើសពីការរំពឹងទុកក្នុងការប្រកួតអន្តរជាតិឆ្នាំ2025នេះទោះបីដណ្ដើមបានមេដាយលើសពីការរំពឹងក្នុងការប្រកួតកីឡាហាត់គីឡូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី2ប្រចាំឆ្នាំ2025តែក៏មានចំណុចខ្វះខាតមួយចំនួនដែលសហព័ន្ធកីឡាហាត់គីឡូកម្ពុជាបានបដិញ្ញានឹងបន្តធ្វើការពង្រឹងដើម្បីត្រៀមការប្រកួតអន្តរជាតិនាពេលក្រោយឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរផងដែរនេះបើតាមការលើកឡើងរបស់លោកគង់ច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធក្រោយបានដឹកនាំប្រតិភូនិងអត្តពលិកក្រុមកីឡាហាត់គីឡូកម្ពុជាត្រឡប់មកដល់មាតុភូមិវិញកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះដោយនាំមកនៅមេដាយសរុបចំនួន23គ្រឿងក្នុងនោះមានមេដាយមាស4ប្រាក់7និងសំរឹទ្ធ12ដែលដណ្ដើមបានពីការប្រកួតកីឡាហាត់គីឡូជើងឯកអាស៊ីអាគ្នេយ៍2025នៅប្រទេសឥណ្ឌូនេស៊ីក្នុងនាមប្រតិភូដឹកនាំនិងជាគ្រូបង្វឹកលោកបានចាត់ទុកការឈ្នះមេដាយ23គ្រឿងខាងលើនេះគឺជាសមិទ្ធផលលើសពីការរំពឹងហើយជាការកត់សម្គាល់មានវិជាសាស្ត្រខ្លះដែលកីឡាករកីឡាការិនីកម្ពុជាមានគុណភាពបច្ចេកទេសល្អជាងគូប្រកួតដោយអាចឈានដល់ការដណ្ដើមបានមេដាយមាសជូនជាតិមាតុភូមិតែក៏មានវិញ្ញាសាខ្លះដែលសមត្ថភាពកីឡាករកីឡាការិនីនៅមានកម្រិតតាមរយៈនេះសហព័ន្ធនឹងធ្វើការបន្តពង្រឹងរាល់ចំណុចខ្វះខាតទាំងអស់នោះដើម្បីពង្រឹងគុណផលបច្ចេកទេសត្រៀមការប្រកួតលក្ខណៈអន្តរជាតិលើកក្រោយទៀតឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរត្បិតលើកនេះទើបជាលើកទី2ប៉ុណ្ណោះដែលក្រុមកីឡាហាត់គីឡូកម្ពុជាបានចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅក្រៅប្រទេសយ៉ាងណាក្តីលោកក៏បានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងរបស់កីឡាករកីឡាការិនីទាំងអស់រហូតសម្រេចបានសមិទ្ធផលជូនជាតិបែបនេះសូមរំលឹកផងថាទម្រាំអាចចូលរួមប្រកួតអន្តរជាតិម្ដងសហព័ន្ធបានខ្នះខ្នែងជាខ្លាំងដោយសារសហព័ន្ធមិនទាន់មានការឧបត្ថម្ភគាំទ្រពីក្រសួងឬស្ថាប័នណានៅឡើយការនេះក្រៅពីការឧបត្ថម្ភរបស់ថ្នាក់ដឹកនាំសហព័ន្ធក៏មានការស្ម័គ្រចិត្តឧបត្ថម្ភថវិកាបន្តិចបន្តួចពីកីឡាករកីឡាការិនីដើម្បីមានឱកាសចេញទៅប្រកួតហើយជ្រងទង់ជាតិខ្មែរលើឆាកអន្តរជាតិពិសេសគឺការដណ្ដើមបានមេដាយជូនជាតិមាតុភូមិតែម្ដង